ធនីគារកណ្ដាលប៉ូឡូញនៅតែរក្សាគោលដៅបង្កើនទុនបម្រុងមាសឲ្យដល់700 តោន យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ investing.com បានដឹងថាធនាគារកណ្ដាលប្រទេសប៉ូឡូញបានទិញមាសសរុប82 តោននៅក្នុងឆ្នាំ 2026 គិតមកដល់ថ្ងៃប្រហ័សនេះបើតាមការបញ្ជាក់របស់អភិបាលធនាគារកណ្ដាល Adam Glapiński ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Warsaw ធនាគារបានបន្ថែមមាស37 តោនចាប់តាំងពីខែមេសាដែលជាពេលចុងក្រោយទិន្នន័យផ្លូវការត្រូវបានចេញផ្សាយមាសដែលបានទិញបន្ថែមនេះមានតម្លៃប្រមាណ $5,000 លានគិតតាមតម្លៃទីផ្សារបច្ចុប្បន្នលោក Adam Glapiński បានថ្លែងដូចនេះថាយើងបានបន្តទិញមាសជាប្រចាំដោយឆ្លៀតឱកាសនៅពេលតម្លៃមាសធ្លាក់ចុះក្នុងរយៈពេលថ្មីៗនេះប៉ូឡូញគឺជាប្រទេសដែលបានទិញមាសច្រើនជាងគេក្នុងចំណោមធនាគារកណ្ដាលទាំងអស់នៅឆ្នាំ 2025 ហើយបច្ចុប្បន្នវាហាក់ដូចជាកំពុងឈានទៅរកការរក្សាតំណែងនេះបន្តទៀតនៅឆ្នាំ 2026 ផងដែរការទិញមាសនេះបានកើនឡើងស្របពេលដែលវិនិយោគិនរំពឹងថាអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងបន្តខ្ពស់ហើយប្រាក់ដុល្លារអាមេរិកនឹងកាន់តែរឹងមាំដោយសារកត្តាទាំងនេះតម្លៃមាសបានធ្លាក់ចុះជាង 10% ចាប់តាំងពីខែមេសាមកលោក Glapiński ក៏បានបញ្ជាក់បន្ថែមថាធនាគារកណ្ដាលប៉ូឡូញនៅតែរក្សាគោលដៅបង្កើនទុនបម្រុងមាសឲ្យដល់700 តោនបច្ចុប្បន្នធនាគារបានកាន់កាប់មាសសរុប 632.4 តោនក្នុងនោះ 105 តោនត្រូវបានរក្សាទុកនៅក្នុងប្រទេសប៉ូឡូញខណៈមាសដែលនៅសល់ត្រូវបានរក្សាទុកនៅទីក្រុងឡុងនិងញូវយ៉កលោកបានបន្ថែមថាតួនាទីរបស់មាសនៅក្នុងទុនបម្រុងរបស់ធនាគារកណ្ដាលជុំវិញពិភពលោកកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើងហើយត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិសំខាន់សម្រាប់សន្តិសុខហិរញ្ញវត្ថុនិងស្ថិរភាពសេដ្ឋកិច្ចលោកបានសង្កត់ធ្ងន់ថានេះមិនមែនជាការប្រកួតប្រជែងឬជាការទិញមាសដើម្បីបង្ហាញតែបរិមាណនោះទេវាជាយុទ្ធសាស្ត្រដែលមានអត្ថន័យជ្រាលជ្រៅនៅក្នុងការធានាសន្តិសុខរបស់ប្រទេសប៉ូឡូញនិងប្រជាជនប៉ូឡូញនៅគ្រប់កលៈទេសៈរួមទាំងក្នុងស្ថានភាពសង្គ្រាមផងដែរទោះបីជាយើងមិនរំពឹងថាវានឹងកើតឡើងក៏ដោយបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ